ខ្ញុំឈ្មោះសុជាតាខ្ញុំជាអ្នកបង្កើតវីដេអូពាក់ព័ន្ធនឹងការគូររូបហើយចែករំលែកវានៅលើបណ្ដាញសង្គមភាគច្រើនខ្ញុំចំណាយពេលគូររូបកាត់តវីដេអូទោះបីជាពេលខ្លះវីដេអូដែលខ្ញុំផុសទៅអត់មានអ្នកមើលក៏ដោយសួស្តីអ្នកទាំងអស់គ្នាខ្ញុំជាតាហើយនេះផងដែរខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបដែលខ្ញុំគូរគំនូរតើយើងចាប់ផ្ដើមទូរយអ្នកទាំងអស់គ្នានេះគឺជារូបគំនូររបស់យើងចឹងវីដេអូថ្ងៃនេះនឹងតែប៉ុណ្្នឹងឯងអរគុណអ្នកទាំងអស់គ្នាចំពោះការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយយេបានពូវីដេអូថ្មីហើយសប្បាយចិត្តហ្នឹងអូចាក់ធ្វើ content ទៀតសុជាតាហើយ content ឡើងចាប់អត់មើលសក់ខ្លួនឯងហើយគូកនូអីសក់ហើយនឹងមនុស្សហ្នឹងដូចគ្នាហ្មងសក់អើយផ្ញើឲ្យអ្នកផ្សេងទៀតសិន comment វាមួយសិនអើយធុញណាស់មានណាចង់មើលទេទៅអូនសក់ចេញទៅផ្ញើឲ្យគេសិនពួកឯងមើលគេធ្វើ content ហើយមើលធ្វើ content អត់មើលសក់ខ្លួនឯងហើយគូកនូឡើងដូច Facebook អត់មានអីថ្មីសោះមើល TikTok សិន content ខ្លួនឯងបានប៉ុន្មាន like ហ្នឹងសួស្តីអ្នកទាំងអស់គ្នាមាន comment ផងមើលសិនអ្នកទាំងអស់គ្នាពីរបៀបខ្ញុំគូមើលសក់មានដែរសក់មែនតាសក់ខ្ញុំហ្នឹងណាដូច comment គេនិយាយមែនហើយសុំពងគិតទៅខ្ញុំគួរតែទៅអត់សក់ចេញហើយលែងចង់ថតវីដេអូអីទៀតហើយសក់ឡើងអាក្រក់មើលសុចិតាមែនហ្នឹងសុចិតាគួរធ្វើអីហ្នឹងអ្នកឯងខ្ញុំឃើញអស់ហើយ comment ទាំងអស់នៅក្នុងវីដេអូហើយហ្នឹងគ្រប់គ្នានៅក្នុង comment ក្នុងគ្នាសើចចំអកលើសក់របស់ខ្ញុំជាពិសេសចរណៃនាងថាសក់របស់ខ្ញុំនៅសំពងក្រក់មើលណាគ្នាបាក់ចិត្តណាមិនគ្រប់គ្នាទេសុចិតាមានតែមនុស្សអត់ការងារដូចចរណៃទេមក comment ចឹងហើយអត់សមទៀតគ្នាគិតថាគួរលុប account ហ្នឹងហើយឈប់ធ្វើវីដេអូហ្មងតែចង់ឈប់មែនបើចង់ឈប់មែនតើគ្នាសួរសិនឈប់ដោយសារខ្លួនឯងឈប់ស្រឡាញ់ឬក៏ដោយសារពួកអត់ប្រយោជន៍ហ្នឹងនាងដែរឯងនិយាយត្រូវគ្នានៅតែស្រឡាញ់ការធ្វើវីដេអូអញ្ចឹងបើអញ្ចឹងកុំឲ្យមនុស្សប្រភេទដូចចរណៃហ្នឹងមកធ្វើឲ្យសុចិតាឯងបោះបង់ចោលនៅអ្វីដែលខ្លួនស្រឡាញ់កុំឲ្យសម្ដីអ្នកដទៃហ្នឹងណាធ្វើឲ្យឯងមានអារម្មណ៍ថាខ្លួនឯងមិនស្អាតដូចគេគុំគិតថាតើតែខ្លួនឯងហ្នឹងមានសក់ត្រង់ទើបស្អាតត្រូវនៅស្តង់ដាររបស់សង្គមណាជាតាហើយគ្នាក៏បាន report នៅ account ដែល comment មួយងាយឯងនឹងរួចហើយតាមពិតទៅសក់របស់ឯងស្អាតខ្លាំងណាស់មិនដូចគេ comment នោះទេចរណៃមើលទៅខមបំបុលីសុចិតាគ្នាយកក្នុង TikTok អញ្ចឹងឧទាហរណ៍ខ្ញុំ comment ចឹងដាក់ចរណៃឯងតើចរណៃឯងមានអារម្មណ៍ថាយ៉ាងម៉េចហើយសុចិតាគ្នាយើងចង់ទៅអត់សក់ត្រង់ហើយចង់លុប account ខ្លួនឯងទៀតឈប់ធ្វើអញ្ចឹងទៀតទៅ